យោងតាមសេចក្តីប្រកាសជាផ្លូវការរបស់ក្រសួងព័ត៌មានអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ដែលមានលេខ020គត់នៅរសៀលថ្ងៃទី7ខែធ្នូឆ្នាំ2020នេះដែលមានខ្លឹមសារនៃសេចក្តីជូនដំណឹងទាំងស្រុងដូចតទៅនេះសេចក្តីជូនដំណឹងអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានបានសង្កេតឃើញថាក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 មានអ្នកសារព័ត៌មានមួយចំនួនតូចមិនបានបំពេញតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួនធ្វើជាស្ពានចម្លងក្នុងការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋទៅកាន់រដ្ឋាភិបាលនិងពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋនោះទេក៏ប៉ុន្តែបែរជាឆ្លៀតឱកាសប្រើវិជ្ជាជីវៈប្រឆាំងក្រមសីលធម៌ផ្សព្វផ្សាយព័ត៌មានមិនពិតក្លែងបន្លំនាំឲ្យសាធារណជនយល់ខុសនឹងការសង្ស័យលើការអនុវត្តការងាររបស់អាជ្ញាធរមានសមត្ថកិច្ចបង្កឲ្យមានភាពភ័យខ្លាចច្របូកច្របល់រំខានដល់ការអនុវត្តតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ចប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនិងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋការទទួលយកសំណូកឬចម្រិតទារប្រាក់ជាថ្នូរនិងការមិនផ្សព្វផ្សាយឬលុបព័ត៌មានដែលជាប្រការមួយយ៉ាងធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានដែលមិនអាចទទួលយកបានដើម្បីលុបបំបាត់ភាពអសកម្មរបស់ក្រុមអ្នកសារព័ត៌មានមួយចំនួនតូចដែលគ្មានវិជ្ជាជីវៈអគ្គនាយកដ្ឋានសូមបញ្ជាក់ជូនសាធារណជននិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជ្រាបថាក្នុងករណីបុគ្គលណាដែលរងផលប៉ះពាល់ពីបញ្ហាដូចមានជម្រាបជូនខាងលើអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានគាំទ្រឲ្យបុគ្គលនោះប្រើប្រាស់សិទ្ធិរបស់ខ្លួនស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជានិងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ដោយមិនបាច់ជូនដំណឹងមកក្រសួងព័ត៌មានជាមុនឡើយអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានសូមវាយតម្លៃខ្ពស់និងកោតសរសើរស្ថាប័នព័ត៌មាននិងអ្នកសារព័ត៌មានភាគច្រើនលើសលប់ដែលបានខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងការយកព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានពិតជូនសាធារណជននិងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍរបស់ប្រទេសជាតិថ្ងៃច័ន្ទ7រោចខែមករាឆ្នាំជូតទស័កពុទ្ធសករាជ2564រាជធានីភ្នំពេញថ្ងៃទី7ខែធ្នូឆ្នាំ2020